lúc prek langអ្នកចំការពីអ្នកប្តីប្រពន្ធក៏បានរៀបចំអាហារពេលព្រឹកជូនគណៈធម្មយាត្រាបន្ទាប់ពីទទួលទានអាហារពេលព្រឹករួចហើយយើងក៏បន្តដំណើរទៅមុខទៀតប៉ុន្តែដំណើរយើងបន្តទៅមុខទៀតនេះយើងមិនឆ្លងកាត់ព្រៃធំដោយថ្ងៃម្សិលមិញទៀតទេប៉ុន្តែយើងត្រូវឆ្លងកាត់ស្ទឹងដ៏ធំមួយទើបយើងអាចបន្តដំណើរលើដីគោកទៀតបានដល់ពេលណាចិន្តាបានលះជីវិតកែប្រែទទួលសុខស្ងប់ចិត្តអើយចិត្តចោឥតដែនកំណត់ខំប្រឹងដើររត់តាមកាមលោកេលើវត្តទៅសង្សារមហាវែងឆ្ងាយព្រួងចិត្តខ្វល់ខ្វាយក្នុងរឿងចាំថ្មីគំនិតបង្កើតសត្វក្នុងភពបីមានក្រម្ដេចក្ដីតាមនិស័យកម្មបន្ទាប់ពីឆ្លងស្ទឹងនោះរួចហើយយើងក៏បានធ្វើដំណើរដល់ផ្ទះអ្នកស្រុកមួយចំនួននិយាយពីអ្នកស្រុកភូមិពេលដែលបានឃើញគណៈធម្មយាត្រាទៅដល់អ្នកខ្លះក៏បានឲ្យទឹកអ្នកខ្លះក៏បានឲ្យចំណីហើយអ្នកខ្លះទៀតក៏មានសេចក្តីជ្រះថ្លាឲ្យប្រាក់ប៉ុន្តែគណៈធម្មយាត្រាយើងអនុគ្រោះទទួលតែចំណីអាហារប៉ុណ្ណោះយើងបានធ្វើដំណើររហូតដល់ពេលល្ងាចក៏បានទៅដល់ភ្នំទំព័រហើយស្របពេលដែលទៅដល់ភ្នំទំព័រព្រះអាទិត្យក៏អស់ស្ដង្គត់គណៈធម្មយាត្រាក៏បានរៀបចំបោះតង់សម្រាប់នៅទីនោះមួយយប់និយាយពីនៅភ្នំទំព័រមានអ្នកប្រតិបត្តិកម្មដ្ឋានប្លែកៗជាច្រើនដូចជាការសូត្រធម៌ចម្រុះគ្នាជាដើមលោកអាចារ្យបានឃើញការបប្រតិបត្តិដូច្នោះលោកក៏ញញឹមហើយប្រាប់សិស្សថានេះជាកម្មដ្ឋានមួយក្នុងចំណោមកម្មដ្ឋានជាច្រើនដែលគេធ្វើឡើងដើម្បីញោមញីបុគ្គលភាពប៉ុន្តែប្រសិនបើធ្វើដោយពុំមានមូលដ្ឋានច្បាស់លាស់ឬធ្វើដោយមិនបានស្គាល់ខ្លួនឯងទេកម្មដ្ឋានការីទាំងនោះអាចនឹងមានវិបត្តិសតិអារម្មណ៍ហើយលោកអាចារ្យក៏បានប្រទានឱវាទជាច្រើនស្ដីអំពីការធ្វើកម្មដ្ឋានលុះព្រឹកឡើងយើងក៏បានធ្វើដំណើរបន្តទៅមុខទៀតការធ្វើដំណើរលើកនេះហាក់ដូចជាមានកម្ដៅខុសប្លែកអំពីថ្ងៃធម្មតាពីព្រោះយើងត្រូវធ្វើដំណើរកាត់វាលវែងដែលគ្មានព្រៃឈើប៉ុន្តែទោះបីជាធ្វើដំណើរស្ថិតក្រោមកម្ដៅថ្ងៃហួតហែងយ៉ាងណាគណៈធម្មយាត្រានៅតែបន្តដំណើរទៅមុខដោយភាពស្ងៀមស្ងាត់បន្ទាប់ពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃប្រកបដោយសេចក្តីស្ងប់ស្ងាត់យើងក៏បានទៅដល់តំបន់មួយហៅថាតំបន់អូរជាំហើយយើងក៏បានសម្រាកនៅអូរជាំដែលមានទឹកជ្រោះធ្លាក់ឈូឆរលាយឡំដោយសំឡេងសត្វព្រៃយំនោះមួយយប់ទៀតនៅរាត្រីដែលសម្រាកនៅអូរជាំដែលមានទឹកជ្រោះធ្លាក់នោះអាចារ្យក៏បានប្រាប់សិស្សឲ្យធ្វើកម្មដ្ឋានដោយយកសំឡេងទឹកហូរធ្វើជាអារម្មណ៍គឺក្នុងខណៈពេលនៃការលើកចិត្តឡើងទៅកាន់អារម្មណ៍កម្មដ្ឋានគឺខ្សែទឹកហូរនោះមិនយូរប៉ុន្មានចិត្តក៏រលត់ពេលនោះសំឡេងទឹកហូរនិងអ្នកធ្វើកម្មដ្ឋានត្រូវបានរលាយចូលគ្នាគឺលែងមានអ្នកធ្វើនិងលែងមានសំឡេងទឹកហូរគឺមានតែបរមត្តប្រកាសឡើងជាឮតែម្យ៉ាងប៉ុណ្ណោះនោះហើយគឺជាឧបាយរបស់អាចារ្យដែលលោកបានដឹកនាំឲ្យសិស្សគុណទាំងឡាយរាល់ការសម្រាកនៅកន្លែងណានីមួយ
គឺលោកតែងតែនាំសិស្សឲ្យកាន់យកនៅកម្មដ្ឋានដើម្បីឈានទៅរកការរំលាយបុគ្គលភាពអាផ្សារភ្ជាប់ខ្លួនឯងទៅកាន់អមតភាពដែលមាននៅទីនេះលុះដល់ព្រឹកឡើងយើងក៏បន្តដំណើរទៅមុខទៀតគណៈធម្មយាត្រាធ្វើដំណើរតាំងពីព្រលឹមរហូតដល់ពេលព្រលប់ក៏បានដល់តំបន់មួយគឺជិតភ្នំវាលចាប់នៅពេលនោះគណៈធម្មយាត្រាក៏បានបោះជំរំសម្រាកនៅវត្តមួយនៅជិតភ្នំនោះនិយាយពីស្បៀងអាហារនៅថ្ងៃនោះសិស្សខ្លះក៏បានបរិភោគអស់ហើយហើយសិស្សមួយចំនួនទៀតក៏នៅសាលាអាហារបន្តិចបន្តួចក៏ចែកគ្នាហូបនៅល្ងាចនោះលុះព្រឹកឡើងអាចារ្យក៏បាននាំសិស្សគុនងើពីម៉ោង 5 ព្រឹកចេញដំណើរបាញ់ឆ្ពោះទៅកាន់ភ្នំនៅពេលធ្វើដំណើរតាមផ្លូវតម្រង់ទៅកាន់ភ្នំលោកអាចារ្យក៏បានហៅសិស្សឲ្យឈប់ហើយបានប្រាប់សិស្សទាំងឡាយថាថ្ងៃនេះជាថ្ងៃចុងក្រោយនៃដំណើរធម្មយាត្រារបស់យើងហើយប៉ុន្តែយើងត្រូវធ្វើដំណើរឆ្លងកាត់ភ្នំនោះមួយទៀតទើបដល់គោលដៅរួចហើយអាចារ្យក៏នាំមុខសិស្សបន្តដំណើរតម្រង់ទៅកាន់ភ្នំនៅពេលដែលយើងធ្វើដំណើរទៅដល់ជើងភ្នំព្រះអាទិត្យក៏បានរះខ្ពស់ផុតចុងព្រឹកព្រៃពេលនោះគណៈធម្មយាត្រាអត់មានអាហារបរិភោគទេអ្នកខ្លះនៅសល់តែទឹកបន្តិចបន្តួចប៉ុណ្ណោះហើយលោកអាចារ្យក៏នាំមុខសិស្សឡើងទៅលើកំពូលភ្នំលុះអាចារ្យឡើងទៅដល់ពាក់កណ្ដាលភ្នំហើយលោកក្រឡេកមើលមកខាងក្រោយឃើញសិស្សខ្លះមានសេចក្តីហេវហត់អស់កម្លាំងនិងយួរសម្ភារៈស្ទើរតែមិនរួចលោកក៏បានចុះត្រឡប់មកជួយយួរអីវ៉ាន់សិស្សវិញលុះសិស្សឡើងទៅដល់ពាក់កណ្ដាលភ្នំជុំគ្នាហើយអាចារ្យក៏បាននាំសិស្សសម្រាកសិនហើយក្រឡេកមើលទៅឯនាយជើងភ្នំក៏បានឃើញទំនប់សេកសកដែលមានទឹកយ៉ាងល្ហល្លហាយអាចារ្យញញឹមហើយសួរសិស្សថាតើអ្នកទាំងឡាយចង់ផឹកទឹកទេពេលនោះសិស្សទាំងឡាយមើលមុខអាចារ្យហើយនាំគ្នាសើចយ៉ាងក្រៀមក្រំរួចហើយលោកអាចារ្យក៏បានឧទានវាចាថាបើសិនជាអ្នកមានស្មារតីម្លេះបែបនេះក៏មិនចាំបាច់ដែរ11សម្រាប់តាំងពីក្បាលរកចុងជើង12សម្រាប់អស់ដើម្បីយកកម្លាំងថ្មី14 15 16 17 18